បងប្អូនទាំងអស់គ្នាការពីម្សិលមិញថ្ងៃទី22ហ្នឹងក្នុងរយៈពេលត្រឹមតែមួយថ្ងៃកន្លែងខាងជើងនេះមានការធ្លាក់ចុះរហូតដល់ទៅល្បាក់185លេខហើយបងប្អូនទាំងអស់គ្នាដឹងថាមានហេតុការណ៍អីកើតឡើងអត់បានកន្លែងខាងជើងនេះមានការធ្លាក់ចុះមកខ្លាំងបែបហ្នឹងមូលហេតុពីក្រោយការធ្លាក់ចុះការពីម្សិលមិញរបស់កន្លែងខាងជើងនេះពីកន្លែង high បំផុតដល់កន្លែង low បំផុតសរុបទៅល្បាក់185លេខហ្នឹងគឺដោយសារតែការពីម្សិលមិញមានការឡើងការនិយាយពីDonald Trump តែក្នុងនោះគឺគាត់និយាយតាក់ទងជាមួយនឹងទី1 fact ទី2តាក់ទងជាមួយ trade ទី1គាត់ trade war ហ្នឹងហ្នឹងហើយការនិយាយតាក់ទងជាមួយព័ត៌មាន fact គឺគាត់បាននិយាយថាគាត់អត់មានគម្រោងនៅក្នុងការ fire fact ទេគាត់អត់មានគម្រោងនៅក្នុងការបណ្ដេញ fact ចឹងទេប៉ុន្តែគាត់គ្រាន់តែចង់ឲ្យ fact ធ្វើគោលការណ៍ផែនការគោលនយោបាយឲ្យឆាប់រហ័សអញ្ចឹងណាអញ្ចឹងព័ត៌មានហ្នឹងគាត់ធ្វើឡើងចឹងមានការធាក់ចោលទៅដោយសារអីកន្លងមកគឺគាត់ធ្លាប់តែនិយាយថាគាត់គម្រាមចង់ដេញ fact ចេញអីចឹងណាចង់ដេញជ្រុង Google ចេញប៉ុន្តែការពីសំនេះគឺគាត់ឡើងចៃតាក់ទងជាមួយនឹងព័ត៌មានហ្នឹងដែរគឺគាត់ថាគាត់អត់មានគម្រោងនៅក្នុងការដេញ fact ចេញហើយព័ត៌មានមួយទៀតតាក់ទងជាមួយនឹង trade war រវាងអាមេរិកហើយនិងចិនតាក់ទងជាមួយនឹងការតឡានពន្ធហ្នឹងក៏នៅក្នុង live ការពិភាក្សាហ្នឹងក៏គាត់បាននិយាយថាតាក់ទងជាមួយនឹងពន្ធរបស់ចិននៅក្នុងការនិយាយរវាងប្រទេសទាំងពីរហ្នឹងអាចនឹងពន្ធចិនអាចនឹងមានការធ្លាក់ចុះនៅក្នុងការពិភាក្សាគ្នានៅក្នុងខែក្រោយខាងមុខហ្នឹងចឹងហើយបានទីផ្សារខាងចិនវាថាពីមិនហ្នឹងមានការធ្លាក់ចុះមកខ្លាំងមែនទែនរហូតដល់ទៅមួយថ្ងៃរយៈពេលត្រឹមតែមួយថ្ងៃធ្លាក់មានការធ្លាក់ចុះល្បាក់185លេខ185ដុល្លារនៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃបងប្អូនគ្នាចឹងមានការធ្លាក់ចុះមកខ្លាំងមែនទែនចឹងបើសិនជាបងប្អូនចង់ឡើងព័ត៌មានបន្ថែមកាន់តែខ្លះបងប្អូនអាចធ្វើការឆាតចូលក្នុង TikTok ខ្ញុំក៏បានឬមួយក៏តាម Telegram ក៏បាន